ចាសសូមជម្រាបសួរក៏ដូចជាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាសូមស្វាគមន៍កម្មវិធីសិក្សាពីចម្ងាយជួបជាមួយអ្នកគ្រូឈ្មោះរ៉ារំភួនជាគ្រូបង្រៀនឯកទេសផ្នែកវិទ្យានិងបរិស្ថានមកពីវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីចានេះគឺជាវីដេអូខ្លឹមសារមេរៀនថ្នាក់ទី11ដែលអ្នកគ្រូដកស្រង់ចេញមកពីចម្ពោះទី3មេរៀនទី5ខ្យល់បក់ចាតចប់ណាខ្លឹមសារអ្នកគ្រូនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីប្រភេទខ្យល់បក់ចាមានដឹងទេថាខ្យល់បក់មានប្រមាណប្រភេទអ្វីខ្លះណាចាតោះអញ្ចឹងយើងមកមើលគោលបំណងទី1គឺអ្នកគ្រូចង់ឲ្យបងប្អូនចេះបកស្រាយអំពីប្រភេទខ្យល់បក់នីមួយៗបានត្រឹមត្រូវហើយទី2គឺបងប្អូនអាចបញ្ចូលបានអំពីចរន្តខ្យល់បក់ set stream បានច្បាស់លាស់ថាតើ set stream ជាអ្វីបក់ដូចម្ដេចចានិងចុងក្រោយចង់ឲ្យបងប្អូនចេះស្វែងយល់អំពីសារៈសំខាន់របស់ខ្យល់បក់ផងដែរចាតោះជាដំបូងអ្នកគ្រូសូមបង្ហាញរូបភាពឲ្យបងប្អូនទាំងអស់គ្នាមើលបន្តិចសិនចាអញ្ចឹងរូបភាពនេះគឺយើងចង់បង្ហាញអំពីចរន្តខ្យល់បក់នៅលើភពផែនដីរបស់យើងអញ្ចឹងមានន័យថានៅកន្លែងណាក៏មានខ្យល់បក់ដែរណាសញ្ញាព្រួញរបស់យើងនេះគឺជាទិសដៅខ្យល់បក់ហើយដែលវាបក់វិលចុះឡើងនៅពាសពេញពិភពលោកយើងវិញតែម្ដងអញ្ចឹងបងប្អូនមានដែលដឹងទេថាតើចរន្តដែលខ្យល់ដែលបក់ជុំវិញពិភពលោកហ្នឹងយើងអាចបែងចែកវាទៅជាប្រមាណប្រភេទអ្វីខ្លះដែរឬក៏យ៉ាងណាតោះឥឡូវយើងមកមើលណាមកមើលប្រភេទខ្យល់បក់ទាំងអស់គ្នាអញ្ចឹងប្រភេទខ្យល់បក់របស់យើងគឺមាន2ធំចាទី1គឺយើងហៅថាខ្យល់បក់ប្រចាំទីទី2គឺខ្យល់បក់ប្រចាំតំបន់ចាប្រចាំទីគឺយើងអាចបែងចែកជា2បន្ថែមទៀតគឺខ្យល់ជំនោរសមុទ្រនិងខ្យល់ជំនោរទ្វីបហើយចំពោះប្រចាំតំបន់គឺយើងអាចបែងចែកជា3បន្ថែមទៀតគឺខ្យល់ជំនួញនិងខ្យល់បក់ពីទិសខាងលិចមួយទៀតគឺខ្យល់ប៉ូលបក់ពីទិសខាងកើតចាអញ្ចឹងយើងនឹងធ្វើការសិក្សាបន្តទៀតអំពីប្រភេទខ្យល់បក់នីមួយៗហ្នឹងតើវាមានលក្ខណៈខុសគ្នាដូចម្ដេចផងដែរតោះឥឡូវយើងទៅមើលទាំងអស់គ្នាណាអញ្ចឹងតើតើនៅប្រភេទខ្យល់បក់ប្រចាំតំបន់ប្រចាំទីបើសិនជាយើងនិយាយសួរស្ដាប់បងប្អូនទាំងអស់គ្នាយើងមើលនេះនៅលើពិភពលោកយើងចំកណ្ដាលគេគឺ Equator យើងថា0ដឺក្រេយើងរាប់គិតចាប់ពី0ដឺក្រេមកចុះហើយបន្ទាប់មកនេះ tropic នេះ30ដឺក្រេN នេះវាមានន័យថាខាងជើងដល់ពេល S នេះសោនេះខាងត្បូងអញ្ចឹងtropic វាមានខាងត្បូងនៅរយៈតឹងទី30ខាងត្បូងនិង30ខាងជើងដល់ពេល60ខាងជើង60ខាងត្បូងនេះអានេះគឺជាតំបន់ត្រជាបង្គោលចាហើយ90ខាងជើង90ខាងត្បូងនេះគឺជាតំបន់ប៉ូលចាអញ្ចឹងពាក្យថាខ្យល់បក់ប្រចាំតំបន់ណាគឺបានន័យថាវាបក់ពីតំបន់មួយទៅតំបន់មួយទៀតដូចអ្នកគ្រូរៀបរាប់មិញណាគឺទិសដៅខ្យល់បក់យើងឃើញទេពី tropic ទៅ equator អាហ្នឹងហើយគេហៅថាខ្យល់បក់ប្រចាំតំបន់មួយទៀតពីtropic នេះទៅត្រជាក់បង្គោលអានេះពីប៉ូលមកត្រជាក់បង្គោលអាហ្នឹងហើយគេហៅថាប្រចាំតំបន់បានន័យថាខ្យល់ហ្នឹងវាបក់ពីតំបន់មួយទៅតំបន់មួយទៀតប្រភេទខ្យល់បក់ប្រចាំទីប្រភេទខ្យល់បក់ប្រចាំទីហ្នឹងគឺវាបក់គ្រប់កន្លែងនៅរយៈតឹងកន្លែងណាក៏មានខ្យល់បក់ប្រចាំទីដែរនិយាយទៅគ្រប់កន្លែងគ្រប់តំបន់ទាំងអស់នៅលើពិភពលោកយើងណាសុទ្ធតែមានខ្យល់បក់ប្រចាំទីទាំងអស់ដោយសារខ្យល់បក់ប្រចាំទីនេះវាបក់នៅក្នុងរយៈតឹងខ្លីៗចាតោះឥឡូវយើងទៅមើលបន្ថែមទៀតអញ្ចឹងជាមួយនឹងខ្យល់ប្រចាំទីយើងអាចបែងចែកថាជា2បន្ថែមទៀតគឺខ្យល់ជំនោរសមុទ្រនិងជំនោរទ្វីបអញ្ចឹងបងប្អូនសូមធ្វើការស្វែងយល់ថាតើខ្យល់ជំនោរសមុទ្រនិងជំនោរទ្វីបមានលក្ខណៈខុសគ្នាដូចម្ដេចចាអញ្ចឹងនេះនិយមន័យខ្យល់ប្រចាំទីដូចអ្នកគ្រូបានបង្ហាញរូបភាពមិញហ្នឹងណាគឺជាខ្យល់ដែលធ្វើចលនាក្នុងរយៈចម្ងាយខ្លីហើយអាចបក់បានគ្រប់ទីកន្លែងគ្រប់ទីតាំងចាទាំងអស់នៅលើភពផែនដីរបស់យើងចំពោះខ្យល់បក់ប្រចាំទីយើងបែងចែកជា2ខ្យល់ជំនោរសមុទ្រនិងជំនោរទ្វីបចាជំនោរសមុទ្រគឺខ្យល់ហ្នឹងវាបក់ពេលថ្ងៃហើយវាបក់ពីសមុទ្រមកទ្វីបបើជំនោរទ្វីបបក់ពេលយប់ហើយពីទ្វីបទៅសមុទ្របងប្អូនចំណាំពាក្យកន្លឹះថាបើខ្យល់ជំនោរសមុទ្រគឺខ្យល់ហ្នឹងបក់ពីសមុទ្រមកហើយបើខ្យល់ជំនោរទ្វីបបានន័យថាខ្យល់ហ្នឹងបក់ពីទ្វីបទៅហើយចាអាហ្នឹងហើយយើងហៅថាខ្យល់ជំនោរសមុទ្រនិងជំនោរទ្វីបឥឡូវយើងមើលទាំងអស់គ្នាតើខ្យល់ជំនោរសមុទ្រនិងជំនោរទ្វីបកើតឡើងដូចម្ដេចឥឡូវមើលរូបភាពណានេះពេលថ្ងៃបងប្អូនស្គាល់ពេលថ្ងៃនេះយើងហៅថាជំនោរសមុទ្រនេះស៊ីណាជំនោរសមុទ្រគឺកើតឡើងពេលថ្ងៃនៅពេលដែលកម្ដៅពេលថ្ងៃយើងមិនទទួលបានកម្ដៅពីព្រះអាទិត្យណានេះព្រះអាទិត្យណាចាអញ្ចឹងព្រះអាទិត្យធ្វើការដុតកម្ដៅភពផែនដីរបស់យើងប៉ុន្តែនៅលើភពផែនដីយើងមានដី 30% យើងមានផ្ទៃទឹក 70%អញ្ចឹងជាទូទៅបងប្អូនដឹងទេថាកម្ដៅមួយណាដែលស្រូបបានលឿនជាងដីឬក៏សមុទ្រ
ឬក៏ផ្ទៃទឹកដែលអាចស្រូបពន្លឺព្រះអាទិត្យបានច្រើនជាងចាអញ្ចឹងជាទូទៅផ្ទៃដីគឺយើងអាចស្រូបកម្ដៅពីព្រះអាទិត្យបានលឿនជាងផ្ទៃទឹកអីពីព្រោះថាផ្ទៃដីវាគ្រើមចាផ្ទៃដីណាអញ្ចឹងវាមានវាមិនបិទចិត្តទេដីនឹងវាមានចន្លោះវាមានស្នាមអីផ្សេងៗរន្ធអីផ្សេងៗដែលអាចឲ្យកម្ដៅនឹងចូលទៅក្នុងដីនឹងបានលឿនជាងទឹកបើទឹកផ្ទៃអាឡូងចាដល់អញ្ចឹងវាមិនងាយទទួលបានកម្ដៅនឹងទេដូច្នេះនៅពេលថ្ងៃផ្ទៃទ្វីបគឺក្តៅជាងទឹកហើយពេលទ្វីបនេះកាលណាក្តៅខ្យល់ស្រាលស្ទុះឡើងលើអស់អញ្ចឹងវាមិនធ្វើឲ្យផ្ទៃទ្វីបនោះមានសភាពខ្សោយព្រោះអត់មានម៉ូលេគុលខ្យល់ផងហ្នឹងមិនមែនអត់មានទេគឺមានតិចតួចម៉ូលេគុលខ្យល់វាហើរទៅលើអស់ហើយដល់ពេលផ្ទៃទឹកវាត្រជាក់ដោយសារត្រជាក់ជាងទ្វីបវានៅត្រជាក់ជាងទ្វីបអញ្ចឹងខ្យល់វានៅធ្ងន់គេហៅ cool ចាខ្យល់ហ្នឹងវានៅត្រជាក់វាធ្ងន់វាមានសភាពខ្លាំងអញ្ចឹងត្រឡប់មកខ្យល់បក់យើងនិយាយថាខ្យល់បក់គឺបក់ពីតំបន់ដែលមានសភាពខ្លាំងទៅតំបន់ដែលមានសភាពខ្សោយដូច្នេះទិសដៅខ្យល់បក់ហ្នឹងវានឹងបក់ពីសមុទ្រចាមកទ្វីបរបស់យើងដែលយើងហៅថាជំនោរសមុទ្រនឹងឯងដែលកើតឡើងនៅពេលថ្ងៃណាដល់ពេលជំនោរទ្វីបផ្ទុយពីជំនោរសមុទ្រពេលយប់ណាខ្យល់ជំនោរទ្វីបគឺបក់នៅពេលយប់វិញម្ដងពេលយប់ឡើងមានព្រះអាទិត្យហើយមានតែព្រះច័ន្ទចាយើងឃើញទេមាននេះព្រះច័ន្ទណាអញ្ចឹងកម្ដៅកាលណាចូលមកលឿនចេញទៅវិញក៏លឿនចាដូច្នេះព្រះអាទិត្យអស់កម្ដៅដល់ពេលយប់ផែនដីរបស់យើងដែលកម្ដៅស្រូបទុកពីថ្ងៃហ្នឹងចាប់ផ្ដើមភាយចេញទៅវិញក៏លឿនដែរអាផ្ទៃទ្វីបចាដល់ពេលផ្ទៃទឹកគឺកម្ដៅចូលមកយឺតចេញទៅវិញក៏យឺតអញ្ចឹងហើយវាធ្វើឲ្យផ្ទៃទឹកនៅពេលយប់នឹងក្ដៅជាងផ្ទៃទ្វីបចាផ្ទៃទ្វីបកម្ដៅទាំងអស់អញ្ចឹងអត់មានអីកម្ដៅផ្ទៃទ្វីបផ្ទៃទ្វីបហ្នឹងចុះត្រជាក់កាលណាផ្ទៃទ្វីបចុះត្រជាក់ធ្វើឲ្យខ្យល់ហ្នឹងវាចាប់ផ្ដើមធ្ងន់ចាអញ្ចឹងវាធ្វើឲ្យមានសភាពខ្លាំងដល់ពេលផ្ទៃទឹកវាចាប់ផ្ដើមក្ដៅព្រោះកម្ដៅវាត្រូវភាយទៅវិញបដាបដាណាចាដល់ពេលកម្ដៅចាប់ផ្ដើមភាយទៅវិញបដាបដាហ្នឹងវាធ្វើឲ្យនៅទីនោះគឺមានសភាពខ្សោយអញ្ចឹងខ្យល់វាត្រូវបក់ពីសភាពខ្លាំងពីទ្វីបហ្នឹងទៅសមុទ្រដែលជាតំបន់សភាពខ្សោយវិញអាហ្នឹងហើយយើងហៅថាខ្យល់ជំនោរទ្វីបចាអញ្ចឹងខ្យល់បក់នេះគឺវាបក់គ្រប់ទីកន្លែងទាំងអស់មិនថាទ្វីបមិនថាទន្លេទេគឺវាបក់បែបហ្នឹងរហូតណាជារៀងរាល់ថ្ងៃជារៀងរាល់ពេលវេលាគ្រប់ទីកន្លែងទាំងអស់អាហ្នឹងហើយយើងហៅថាខ្យល់បក់ប្រចាំទីចាអញ្ចឹងបន្តយើងចូលដល់ខ្យល់បក់ប្រចាំតំបន់វិញម្ដងចាអញ្ចឹងខ្យល់បក់ប្រចាំតំបន់គឺជាខ្យល់ដែលធ្វើចលនាក្នុងរយៈចម្ងាយឆ្ងាយឬក៏ចម្ងាយវែងមួយតាមទិសដៅជាក់លាក់ហើយវាកើតមកពីកម្ដៅមិនស្មើគ្នារបស់ភពផែនដីរបស់យើងដូចដែលគ្រូបង្ហាញមុនហ្នឹងអញ្ចឹងEquator គឺជាតំបន់ដែលមានសភាពខ្សោយហើយ Tropic សភាពខ្លាំងអញ្ចឹងខ្យល់បក់ពី Tropic មក Equator អាហ្នឹងហើយបង្កើតបានទៅជាខ្យល់បក់ប្រចាំតំបន់មួយបានន័យថាវាបក់ពីតំបន់មួយទៅតំបន់មួយទៀតដូចគ្នានៅតំបន់ត្រជាក់បង្គូនេះគឺសភាពខ្សោយហើយតំបន់ប៉ូលសភាពខ្លាំងអញ្ចឹងខ្យល់បក់ពីប៉ូលមកអញ្ចឹងបង្កើតបានទៅជាខ្យល់បក់ប្រចាំតំបន់មួយដែរអាហ្នឹងយើងហៅថាខ្យល់បក់ប្រចាំតំបន់ណាចាអញ្ចឹងប្រភេទខ្យល់បក់ប្រចាំតំបន់យើងគឺមាន3ទី1គឺខ្យល់បក់ជំនួញចាខ្យល់ជំនួញនេះគឺជាខ្យល់មួយប្រភេទដែលជាប់ឈ្មោះពីដើមមកហើយណាតែខ្យល់ហ្នឹងគឺវាបក់នៅរយៈតឹងពីពី Equator ដល់30ចាអញនិយាយថារយៈតឹងទី0ទៅ30ដឺក្រេជើងត្បូងចាបក់ពីTropic មក Equator ហើយ Tropic ហ្នឹងយើងមាន2យើងមាន Tropic ខាងជើងនិង Tropic ខាងត្បូងអញ្ចឹងវាបក់មក Equator ទាំងពីរសងខាងហ្នឹងណាអាហ្នឹងហើយយើងហៅថាខ្យល់ជំនួញហេតុអីបានយើងថាខ្យល់ជំនួញដោយសារខ្យល់ហ្នឹងគឺយើងប្រើកាលពីសម័យពីដើមគឺយើងប្រើខ្យល់ហ្នឹងដើម្បីនាំយកអ្នកដំណើរឬក៏ការធ្វើជំនួញរបស់មនុស្សយើងកាលពីសម័យដើមហ្នឹងទៅលក់ជាពិសេសគឺចេញពីអឺរ៉ុបទៅអាមេរិកចាអឺរ៉ុបកាលនោះអត់ទាន់មានអីទំនើបទេដូច្នេះមនុស្សយើងប្រើតែសំពៅដែលប្រើកម្លាំងខ្យល់នាំយកសំពៅទាំងអស់នោះទៅតំបន់ផ្សេងៗដូច្នេះហើយខ្យល់វាបក់យើងឃើញអត់ខ្យល់ហ្នឹងវាបក់ពីអឺរ៉ុបបើសិនជាអ្នកនៅទ្វីបអឺរ៉ុបគឺឬក៏អាហ្វ្រិកអីយើងអាចធ្វើដំណើរតាមកម្លាំងខ្យល់បក់នៃខ្យល់ជំនួយហ្នឹងទៅខាងអឺរ៉ុបសំទោសទៅខាងអាមេរិកខាងជើងនិងអាមេរិកខាងត្បូងបានណាប៉ុន្តែបានតែទៅណាពេលមកវិញអត់អាចមកវិញបានទេចាមកវិញត្រូវទៅរកតំបន់ទិសដៅខ្យល់បក់ផ្សេងទៀតពីព្រោះថាយើងមិនអាចជិះទូកបច្រាស់ខ្យល់បានទេឬក៏សំពៅបច្រាស់ខ្យល់បានទេយើងបានតែស្របទៅជាមួយកម្លាំងខ្យល់ហ្នឹងឯងចាអញ្ចឹងបន្តទៀតយើងមកមើលអំពីតំបន់ស្ងប់ខ្យល់ Equator និងត្រជាក់បង្គោលវិញម្ដងចានេះជាតំបន់ណាមិនមែនជាប្រភេទខ្យល់បក់ទេនៅ Equator គឺជាតំបន់ស្ងប់ខ្យល់ឃើញទេហើយតំបន់ត្រជាក់បង្គោលហ្នឹង
ក៏ជាតំបន់ស្ងប់ខ្យល់ដែរនិយាយទៅតំបន់ស្ងប់ខ្យល់វាមានតែនៅតំបន់ Equator ហើយនិងតំបន់ត្រជាក់បង្គោលទេបើតំបន់ Tropic ហើយនិងតំបន់ Pole គឺតំបន់សម្ពាធខ្ពស់ចាតំបន់ហ្នឹងមិនមែនជាតំបន់ស្ងប់ខ្យល់ទេចំពោះតំបន់ស្ងប់ខ្យល់ Equator គឺកើតមកពីជំនួបរវាងខ្យល់ជំនួញនៅអត្តគោលទាំងពីរគឺខ្យល់ដែលបក់មកពីតំបន់ Tropic ខាងជើងនិង Tropic ខាងត្បូងណាដល់ពេលវាបក់មក Equator ទៅវាធ្វើឲ្យតំបន់ Equator ហ្នឹងគឺคล้ายទៅជាតំបន់ដែលមានសម្ងប់ដែលមានខ្យល់ស្ងប់ឬក៏សម្ពាធខ្សោយដូច្នេះហើយយើងហៅថាតំបន់ហ្នឹងគឺជាតំបន់ស្ងប់ខ្យល់ Equator មួយទៀតគឺនៅត្រជាក់បង្គោលតំបន់ស្ងប់ខ្យល់ត្រជាក់បង្គោលហ្នឹងគឺនៅរយៈតឹងទី30ខាងជើងនិងខាងត្បូងហើយខ្យល់ត្រជាក់ហ្នឹងវាធ្លាក់ចុះហើយធ្វើឲ្យតំបន់នោះគឺមានសម្ពាធខ្លាំងនេះខ្យល់តំបន់ស្ងប់ខ្យល់នៅតំបន់ត្រជាក់បង្គោលនៅរយៈតឹងទី30ហ្នឹងណានេះរយៈតឹងទី30ហ្នឹងគឺតំបន់ត្រូពិចហើយវាមាន2គឺនៅត្រូពិចខាងជើងនិងត្រូពិចខាងត្បូងវាបក់ពីរយៈតឹងទី30ហ្នឹងទៅ60អាហ្នឹងគឺជាប្រភេទខ្យល់មួយទៀតប៉ុន្តែបើតំបន់ស្ងប់ខ្យល់ត្រជាក់បង្គោលវានៅរយៈតឹងទី30ហ្នឹងឯងចា៎ចូលដល់ប្រភេទខ្យល់ទី2គឺខ្យល់បក់ពីទិសខាងលិចចា៎ខ្យល់បក់ពីទិសខាងលិចហ្នឹងគឺបានន័យថាខ្យល់ហ្នឹងវាបក់ពីលិចទៅកើតអញ្ចឹងយើងមើលទាំងអស់គ្នាណាខ្យល់បក់ពីទិសខាងលិចទៅកើតហ្នឹងគឺជាប្រភេទខ្យល់ដែលយើងហៅថាវាជាក្រវ៉ាត់ខ្យល់នៅអត្តគោលទាំងពីរក្នុងចន្លោះរយៈតឹងទី30ទៅ60ហើយពីលិចហ្នឹងគឺទៅប៉ូលផ្ទុយទៅនឹងខ្យល់ជំនួយអញ្ចឹងបានន័យថានេះយើងមកមើលរូបភាពនៅលើផែនទីណាខ្យល់ហ្នឹងបក់នៅរយៈតឹងទី30ដឺក្រេជើងត្បូងទៅរយៈតឹងទី60យើងឃើញទេទិសដៅរបស់វាគឺខ្យល់បក់ពីទិសខាងលិចព្រោះរូបភាពខាងក្រោមគឺខាងត្បូងខាងលើគឺខាងជើងដល់ពេលខាងឆ្វេងនេះខាងលិចខាងកើតនេះគឺខាងស្ដាំនេះចាអញ្ចឹងខ្យល់បក់ពីទិសខាងលិចនេះបានន័យថាទិសដៅនេះខ្យល់បក់ពីលិចទៅកើតអញ្ចឹងដែលយើងនិយាយថាខ្យល់ជំនួញគឺយើងបក់ពីកើតមកលិចតែយើងមិនហៅឈ្មោះថាខ្យល់បក់ពីកើតមកលិចទេយើងហៅខ្យល់ជំនួញដូច្នេះខ្យល់ហ្នឹងនៅពេលដែលអ្នកជំនួញពីអឺរ៉ុបមកអាមេរិកគាត់ប្រើខ្យល់ហ្នឹងប៉ុន្តែនៅពេលដែលគាត់ចង់ត្រឡប់ទៅអឺរ៉ុបវិញគាត់មិនអាចតាមផ្លូវនឹងដដែលគាត់ត្រូវបកទៅប្រើផ្លូវនៅចន្លោះរយៈតឹងទី30ដល់60នេះវិញគាត់ទៅប្រើប្រភេទខ្យល់មួយទៀតដែលហៅថាខ្យល់បក់ពីទិសខាងលិចទៅទិសខាងកើតវិញទើបអាចឲ្យគាត់នឹងអាចត្រឡប់ទៅកន្លែងដើមវិញណាចាប្រភេទខ្យល់មួយទៀតដែលយើងហៅថាខ្យល់បក់ពីទិសខាងកើតវិញម្ដងចាបក់ពីលិចបក់ពីកើតអានេះ30ទៅ60បក់ពីលិចទៅកើតដល់ពេល60ទៅ90បក់ពីកើតមកលិចវិញចានេះជឿឃើញទេនេះខ្យល់បក់ពីទិសខាងកើតមកវិញអញ្ចឹងខ្យល់ហ្នឹងគឺជាប្រភេទខ្យល់ដែលកើតចេញមកពីខ្យល់ត្រជាក់ធ្លាក់ចុះធ្វើចលនាពីប៉ូលទៅរយៈទទឹង60នៃអត្តគោលទាំងពីរចាអាហ្នឹងគឺជាប្រភេទខ្យល់បក់ពីទិសខាងកើតមកទិសខាងលិចវិញហើយឬក៏យើងនិយាយថាបក់ពីប៉ូលទៅតំបន់ត្រជាក់បង្គោលនៅរយៈតឹងទី90មក60ចាមួយទៀតអ្នកគ្រូសូមបន្ថែមអំពីចរន្ត set stream ចាចរន្ត set stream នេះមិនមែនជាចរន្តខ្យល់បក់ឬក៏យើងថាមិនមែនជាប្រភេទខ្យល់បក់ដែលយើងចាត់ទុកនៅលើភពផែនដីយើងទេមូលហេតុវាជាក្រវ៉ាត់ខ្យល់តូចៗដែលមានល្បឿនលឿនហើយបក់នៅផ្នែកខាងលើនិងផ្នែកខាងក្រោមនៃមណ្ឌលអាកាសចោលដែលមានល្បឿនអតិបរមារបស់វានឹងគឺ500គីឡូម៉ែត្រក្នុង1ម៉ោងចានេះគឺជាល្បឿនរបស់ចរន្ត jet stream ដែលវាបក់នៅបរិយាកាសជាន់ខ្ពស់នេះឃើញទេវាបក់នៅផ្នែកខាងលើនៃមណ្ឌលអាកាសចោលហើយវាជាក្រវ៉ាត់ខ្យល់តូចៗដូច្នេះហើយយើងមិនចាត់ទុកវាថាជាប្រភេទខ្យល់បក់នៅលើភពផែនដីរបស់យើងទេចាប៉ុន្តែបើសិនជាយើងមានការសិក្សាស្វែងយល់ដឹងពីទិសដៅខ្យល់បក់ឬក៏ចរន្ត jet stream ដែលវាឆ្លងកាត់ណាបក់កាត់ណាតើវាអាចផ្ដល់សារៈសំខាន់អ្វីខ្លះមកដល់មនុស្សយើងចាអញ្ចឹងយើងមកមើលសារៈសំខាន់ហ្នឹងគឺមានច្រើនទី1គឺសម្រាប់អ្នកអូតូវិទូណាគឺគាត់អាចកំណត់អំពីចលនាព្យុះក៏ដូចជាតាមព្យុះហើយព័ត៌មានទាំងអស់ហ្នឹងគឺគាត់ត្រូវបានផ្ដល់ឲ្យអ្នកបើកបរយន្តហោះឬក៏អាកាសយានិកណាដើម្បីអីការធ្វើដំណើរគឺសំខាន់ណាគឺការសិក្សាពីអាកាសធាតុធាតុអាកាសដើម្បីឲ្យដឹងថាជាពិសេសធាតុអាកាសដើម្បីឲ្យដឹងថាការធ្វើដំណើរនេះវាប្រកបទៅដោយសុវត្ថិភាពល្អណាអញ្ចឹងគេតាមដានដោយយកចិត្តទុកដាក់ខ្លាំងមែនទែនពីព្រោះថាជីវិតរបស់យើងបានផ្ញើនៅលើលំហអាកាសហើយដូច្នេះ
ទាមទារនៅភាពទំនួលខុសត្រូវខ្ពស់របស់អាកាសយានិកឬក៏អ្នកដែលធ្វើការខាងផ្លូវហោះហើរផ្លូវអាកាសហ្នឹងណាដូច្នេះហើយព័ត៌មានទាំងអស់នោះគឺត្រូវចាប់ឲ្យបានថាតើមានព្យុះមានពពកបាំងមានកម្លាំងខ្យល់បក់ខ្លាំងឬក៏មានអ្វីដែលរំខានដល់ការធ្វើដំណើរឬក៏យ៉ាងណាដូច្នេះព័ត៌មានទាំងអស់នោះធ្វើឲ្យអ្នកដំណើរទាំងអស់ហ្នឹងគឺមានសុវត្ថិភាពចាអាចពន្យាពេលឬក៏អាចដូរជើងហោះហើរដូរកន្លែងទិសដៅដែលត្រូវហោះហើរអញ្ចឹងទៅអញ្ចឹងហើយសរុបមកគឺព័ត៌មានដែលសិក្សាយល់ដឹងពីខ្យល់ system នេះគឺធ្វើឲ្យមនុស្សយើងអាចជិះផុតពីគ្រោះថ្នាក់ផ្សេងៗនៅពេលដែលយើងធ្វើដំណើរតាមផ្លូវអាកាសផងដែរចា៎អូខេឥឡូវអ្នកគ្រូចូលដល់សំណួរចាពង្រឹងប្រតិវិញម្ដងដែលសំណួររបស់អ្នកគ្រូសួរថាតើខ្យល់បក់មានប្រមាណប្រភេទចាចម្លើយក2ចម្លើយខ3ចម្លើយក4និងចម្លើយខ5ចាចម្លើយត្រឹមត្រូវរបស់យើងនោះគឺចម្លើយចាចម្លើយកខ្យល់បក់គឺមានតែ2ប្រភេទទេគឺខ្យល់បក់ប្រចាំតំបន់និងខ្យល់បក់ប្រចាំទីសំណួរទី2តើខ្យល់បក់ប្រចាំទីមានប្រមាណប្រភេទចាឥឡូវយើងមើលបន្តទៀតខ្យល់បក់ប្រចាំទីមានប្រមាណប្រភេទណាចម្លើយក2ចម្លើយខ3ចម្លើយក4និងចម្លើយខ5ចាចម្លើយត្រឹមត្រូវរបស់យើងនោះគឺចម្លើយចាចម្លើយកដដែលទេគឺ2ខ្យល់បក់ប្រចាំទីបែងចែកជា2ប្រភេទគឺខ្យល់បក់ជំនោរសមុទ្រនិងខ្យល់បក់ជំនោរទ្វីបចាសំណួរទី3ខ្យល់បក់ប្រចាំតំបន់មានប្រមាណប្រភេទចានេះសួរតែប្រភេទទេចម្លើយក2ចម្លើយខ3ចម្លើយក4និងចម្លើយខ5ណាចម្លើយត្រឹមត្រូវរបស់យើងនោះគឺចម្លើយចាគឺចម្លើយខមាន3ប្រភេទណាមានខ្យល់បក់អីខ្លះចាមានខ្យល់ចំនួនខ្យល់បក់ពីទិសខាងលិចនិងខ្យល់បក់ពីទិសខាងកើតចាសំណួរទី4ខ្យល់បក់នៅពីរយៈទទឹងទី30ទៅអេក្វាទ័រនៃអត្តកូលទាំងពីរអានេះយើងហៅថាប្រភេទខ្យល់បក់អ្វីកខ្យល់បក់ពីទិសខាងកើតខខ្យល់បក់ប្រចាំទីកខ្យល់ចំនួននិងខខ្យល់បក់ពីទិសខាងលិចចាអញ្ចឹងក្នុងចំណោមចម្លើយទាំង4នេះសូមបងប្អូនរើសណាមួយណាដែលជាចម្លើយត្រឹមត្រូវចម្លើយត្រឹមត្រូវរបស់យើងនោះគឺចាចម្លើយកគឺខ្យល់ចំនួនខ្យល់ដែលមនុស្សសម័យដើមប្រើដើម្បីធ្វើចំនួនណាគឺចំនួនពីអឺរ៉ុបទៅអាមេរិកយើងប្រើខ្យល់ដែលបក់នៅរយៈតឹងទី30ជើងត្បូងទៅអេក្វាទ័រសំណួរទី5ក្រវ៉ាត់ខ្យល់នៅអត្តកូលទាំងពីរក្នុងចន្លោះរយៈតឹងទី30និង60អានេះយើងហៅថាប្រភេទខ្យល់បក់អ្វីកខ្យល់បក់ពីទិសខាងកើតខខ្យល់បក់ប្រចាំទីកខ្យល់ចំនួនខខ្យល់បក់ពីទិសខាងលិចចាអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងនោះគឺចម្លើយចាចម្លើយខគឺខ្យល់បក់ពីទិសខាងលិចដែលវាបក់នៅតំបន់ត្រូពិចទៅតំបន់ទៅជាបង្គោលចាសំណួរទី6ប្រភេទខ្យល់ដែលបក់ពេលយប់ពីទ្វីបទៅសមុទ្រវិញយើងហៅថាអ្វីចាចម្លើយកខ្យល់ជំនោរទ្វីបខខ្យល់ជំនោរសមុទ្រកខ្យល់ជំនួញនិងខខ្យល់បក់ប្រចាំតំបន់ចាគិតចម្លើយត្រឹមត្រូវទាំងអស់គ្នាណាចម្លើយរបស់យើងនោះគឺចាចម្លើយកគឺខ្យល់ជំនោរទ្វីបអូខេតោះឥឡូវអ្នកគ្រូសូមធ្វើការសង្ខេបមេរៀននេះឡើងវិញពាក់ព័ន្ធនឹងប្រភេទខ្យល់បក់របស់យើងគឺមានតែ2ទេយើងទី1យើងហៅថាខ្យល់បក់ប្រចាំទីខ្យល់បក់ប្រចាំទីគឺជាប្រភេទខ្យល់បក់ដែលបក់គ្រប់ទីកន្លែងទាំងអស់ណាគ្រប់ទិសទីគ្រប់កន្លែងក្នុងរយៈចម្ងាយខ្លីៗដូចថានៅអេក្វាទ័រក៏មានខ្យល់បក់ប្រចាំទីត្រូពិចក៏មានខ្យល់បក់ប្រចាំទីត្រជាក់បង្គោលនិងពិលក៏មានខ្យល់បក់ប្រចាំទីណាហើយគ្រប់តំបន់នីមួយៗនឹងទូចទាំងអស់ហ្នឹងគឺសុទ្ធតែមានខ្យល់បក់ប្រចាំទីទាំងអស់ហើយដែលខ្យល់បក់ប្រចាំទីនេះបែងចែកជាពីរប្រភេទគឺខ្យល់ជំនោរសមុទ្រនិងជំនោរទ្វីបជំនោរសមុទ្រគឺបក់ពីសមុទ្រមកនៅពេលថ្ងៃដល់ពេលជំនោរទ្វីបគឺបក់ពីទ្វីបទៅសមុទ្រវិញទៅពេលយប់ចាទី2គឺប្រភេទខ្យល់បក់ប្រចាំតំបន់ពាក្យថាខ្យល់បក់ប្រចាំតំបន់គឺជាប្រភេទខ្យល់បក់ដែលបក់ពីតំបន់មួយទៅតំបន់មួយទៀតឧទាហរណ៍ថាបក់ពីត្រូពិចមកអេក្វាទ័របក់ពីត្រូពិចទៅត្រជាក់បង្គោលបក់ពីពិលមកត្រជាក់បង្គោលអញ្ចឹងទៅអាហ្នឹងគឺយើងហៅថាខ្យល់បក់ប្រចាំតំបន់ដែលបក់នៅក្នុងរយៈចម្ងាយវែងហើយខ្យល់បក់ប្រចាំតំបន់នេះមាន2ប្រភេទទី1គឺខ្យល់ជំនួញដែលបក់នៅរយៈតឹងទី30ជើងត្បូងមកអេក្វាទ័រទី2គឺខ្យល់បក់ពីទិសខាងលិចដែលខ្យល់ហ្នឹងបក់ពីរយៈតឹងទី30ទៅ60ជើងត្បូងនិងចុងក្រោយគឺខ្យល់បក់ពីទិសខាងកើតដែលទិសដៅខ្យល់បក់ពីរយៈតឹងទី90មក60ជើងត្បូងចាអ
ចឹងប្រភេទខ្យល់បក់នៅលើភពផែនដីយើងមានតែប៉ុណ្្នឹងទេហើយចំពោះ Jet stream នេះក៏ជាកង្វះខ្យល់បក់មួយដែរប៉ុន្តែវាមិនចាត់ចូលជាប្រភេទខ្យល់បក់នៅលើភពផែនដីទេពីព្រោះថាវាជាកង្វះខ្យល់តូចៗដែលបក់នៅបរិយាកាសជាន់ខ្ពស់របស់ភពផែនដីរបស់យើងគឺបក់នៅផ្នែកខាងលើនៃមណ្ឌលអាកាសចរនោះចា៎អញ្ចឹងមេរៀនរបស់អ្នកគ្រូក៏បានបញ្ចប់ប៉ុណ្ណឹងចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ស្ដាប់អ្នកគ្រូបញ្យល់តាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថាវីដេអូនេះគឺអាចជំនួយស្មារតីបងប្អូនទាំងអស់គ្នានៅក្នុងការស្វ័យសិក្សាបន្ថែមដល់ខ្លួនឯងជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អជោគជ័យនៅក្នុងការសិក្សាមួយទៀតសូមបោះចោលសម្រាមនៅក្នុងធុងសម្រាមផងដែរចា៎សូមអរគុណសូមជម្រាបលា